សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយភាពបន្ទាប់របស់ Admin មុននឹងចូលទៅកាន់ការសម្រាយ Admin ក៏សូមអធ្យាស្រ័យដល់ការខកខានយឺតយ៉ាវក្នុងការសម្រាយភាពបន្ទាប់ជូនអ្នកទាំងអស់គ្នាតាមដានទស្សនាដូច្នេះមុននឹងចូលទៅកាន់ការសម្រាយរបស់ Admin ចង់ពឹងឲ្យអ្នកទាំងអស់គ្នាជួយធ្វើការចុច Like Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗរាល់ពេល Admin ធ្វើការ Upload ដើម្បីកុំឲ្យខាតពេលយូរតោះចូលទៅកាន់ការសម្រាយរបស់ Admin ទាំងអស់គ្នាអាទិទេពទឹកនាងស្ទើរតែស្រូបយកថាមពលទាំងស្រុងរបស់រាវប៉ុន្តែដោយចៃដន្យនាងបានលុបចោលឥទ្ធិពលការវិវត្តខ្លួនរបស់គាត់ដែលធ្វើឲ្យគាត់ត្រឡប់មកទំហំធម្មតារបស់គាត់វិញគុកទឹករបស់នាងត្រូវបានបំផ្លាញហើយសម្ពាធទឹកបានបាញ់ពួកគេឡើងទៅលើមេឃបិសាចស៊ូបានគិតថានាគប្រាបានបរាជ័យប៉ុន្តែរាវបានសម្គាល់ថាគាត់អាចចូលទីក្រុងនេះបានដោយសារតែគាត់បានយកឈ្នះអាទិទេពទឹករួចទៅហើយអាទិទេពទឹកចាប់ផ្ដើមយំដោយបានគិតថាខ្លួនបរាជ័យក្នុងការការពារទីក្រុងមួយនេះនាងបានស្នើសុំរាវកុំឲ្យបំផ្លាញទីក្រុងមួយនេះដោយសន្យាថានាងនឹងគោរពរាល់បញ្ជារបស់គាត់ហើយនឹងត្រឡប់ទៅធ្វើកងទ័ពរបស់ស្ដេចបិសាចវិញប៉ុន្តែរាវបានប្រាប់នាងកុំឲ្យធ្វើខ្លួនពិបាកពេកព្រោះនាងបានការពារទីក្រុងសេលៀននេះដោយបានបូជាខ្លួនរបស់នាងដូច្នេះគាត់គិតថានាងស័ក្តិសមនឹងងារជាអាទិទេពមួយនេះអាទិទេពទឹកបានរំភើបភ្លាមហើយសួរគាត់ថាតើគាត់ជឿជាក់លើនាងដោយស្មោះត្រង់មែនទេគាត់បានប្រាប់នាងថាពិតមែនហើយប៉ុន្តែគាត់បានបញ្ជាក់ថាខ្លួនគាត់មិនមែនជាសត្វកំណាចនោះទេគាត់គ្រាន់តែជាសត្វល្មូនយក្សដែលស៊ីរុក្ខជាតិជាអាហារប៉ុណ្ណោះមុនពេលគាត់ចាកចេញទៅគាត់បានប្រាប់នាងថាកុំឲ្យហៅគាត់ជាសត្វល្មូននៅពីមុខរេអ៊ីកូនាងបានឆ្លើយតបធ្វើឲ្យគាត់ងាកមកមើលនាងហើយឃើញសត្វកណ្ដូបមួយនៅលើក្បាលរបស់នាងគាត់ឆ្ងល់ថាតើនាងខ្លាចវាទេគាត់បានផ្ដល់ដំណឹងនោះជូនទៅកាន់នាងដើម្បីឲ្យយកវាចេញប៉ុន្តែភ្លាមនោះគាត់បានដឹងថាវាមិនគួរមានវត្តមាននៅទីនោះទេព្រោះនៅក្នុងទីក្រុងនេះបានការពារដោយរបាំងយ៉ាងរឹងមាំពីសត្វអាក្រក់ថ្នាក់ទាបទាំងអស់នោះមិនឲ្យចូលមកបានស៊ូបានប្រាប់អាទិទេពទឹកឲ្យធ្វើតាមខ្លួនដែលធ្វើឲ្យនាងបានចាំពីអតីតកាលហើយបានប្រែក្លាយទៅជាបិសាចនាងបានគំរាមដោយនិយាយថានឹងយកទឹកមកបំផ្លាញទីក្រុងនេះទាំងមូលរាវឆ្ងល់ថាតើមានរឿងអ្វីកើតឡើងចំពោះនាងហើយប្រាប់នាងឲ្យឈប់ប៉ុន្តែនាងនៅតែចង់បំផ្លាញទីក្រុងមួយនេះនិងបានបញ្ជាក់អំពីកម្លាំងរបស់នាងអ្នកគ្រប់គ្នាបានឃើញនាងប៉ុន្តែជំនួសដោយភាពភ័យខ្លាចពួកគេបានសប្បាយចិត្តដោយឃើញថាមានដីដ៏សម្បូរជាជាតិជាច្រើនហើយបានចាប់ផ្ដើមរត់លេងនៅខាងក្នុងវានាងខឹងហើយបានរៀបចំបំផ្លាញអ្វីៗទាំងអស់ដោយបាល់ភក់យក្សធំមួយប៉ុន្តែភ្លាមនោះរាវបានហៅរេអ៊ីកូហើយនាងបានបំផ្លាញបាល់នោះបានយ៉ាងភ្លាមអាទិទេពទឹកបានភ្ញាក់ផ្អើលហើយបានសួររាវអំពីរេអ៊ីកូបន្ទាប់ពីនាងឃើញសកម្មភាពរបស់រេអ៊ីកូបាននិយាយថាមុននេះនាងកំពុងតែលេងជាមួយក្មេងៗនិងនាគមួយក្បាលនាងបានបន្តថានាងហៀបនឹងកាត់ក្បាលរបស់នាគនោះទៅហើយប៉ុន្តែឮរាវហៅនាងដូច្នេះនាងក៏មកទីនេះភ្លាមអាទិទេពទឹកបានយំសោកស្ដាយហើយរាវបានឆ្ងល់ថាមានអ្វីរំខានចិត្តនាងបន្ទាប់មកនាងក៏បានចែករំលែករឿងមួយចំនួនទៅកាន់ពួកគេនៅក្នុងអតីតកាលយើងបានឃើញថាអាទិទេពទឹកនៅពេលដែលនាងនៅជាកងទ័ពរបស់ស្ដេចបិសាចនាងបានណែនាំខ្លួនថានាងជាបិសាចដែលអាចគ្រប់គ្រងទឹកនិងដីប៉ុន្តែបិសាចផ្សេងទៀតមិនបានយកចិត្តទុកដាក់ជាមួយនឹងនាងនោះទេដោយសារតែរឿងនោះបានធ្វើឲ្យនាងយំហើយនាងបានគិតថាពួកគេមិនទទួលស្គាល់នាងពីព្រោះនាងសើចខ្លាំងពេកខណៈពេលនោះនាងដើរកាត់វាលខ្សាច់មួយហើយបានឃើញក្រុមអ្នកធ្វើដំណើរមួយក្រុមនាងបានគិតអំពីការសម្លាប់ពួកគេដើម្បីឲ្យអ្នកគ្រប់គ្នាទទួលស្គាល់នាងប៉ុន្តែនាងបានគំរាមយកទឹកដើម្បីសម្លាប់ពួកគេប៉ុន្តែពួកគេបែរជាអបអរសាទរដែលពួកគេត្រូវការទឹកដើម្បីរស់រាននាងបានភ្ញាក់ផ្អើលនឹងប្រតិកម្មរបស់ពួកគេហើយបានសម្រេចចិត្តថាសម្លាប់ពួកគេដែលប្រើភក់វិញម្ដងពួកគេកាន់តែសប្បាយចិត្តដែលបានឃើញដីដ៏សម្បូរជីជាតិពីព្រោះពួកគេអាចដាំដំណាំបាននាងបាននិយាយថានាងជាបិសាចពួកគេគួរតែខ្លាចនាងប៉ុន្តែពួកគេបានចាត់ទុកនាងជាអាទិទេពទៅវិញដោយនាំក្តីសង្ឃឹមនិងសុភមង្គលជូនពួកគេដោយមានការអនុញ្ញាតពីនាងពួកគេបានចាប់ផ្ដើមរស់នៅក្នុងដែនដីរបស់នាងហើយបានសាងសង់ទីក្រុងមួយដែលមានឈ្មោះថាសេលៀនបន្ទាប់ពីនោះពួកគេចាប់ផ្ដើមគោរពបូជានាងត្រឡប់មកពេលបច្ចុប្បន្នវិញយើងឃើញថាអាទិទេពទឹកកំពុងតែអង្គុយយំប៉ុន្តែក្មេងស្រីម្នាក់ដែលនាងមានឈ្មោះថាអេរីបានភ្ញាក់ផ្អើលនិងឃើញរាវធំឡើងនាងបានសម្គាល់ឃើញថាអាទិ
ទេពទឹកកំពុងតែយំដូច្នេះនាងព្យាយាមលួងលោមនាងដោយនិយាយថានាងគួរតែចូលរួមពិធីបុណ្យជាមួយពួកគេនាងបញ្ជាក់ថាព្រះម៉ែទឹករបស់ពួកគេបាននាំដីដ៏សម្បូរជីជាតិដើម្បីធ្វើឲ្យពួកគេសប្បាយចិត្តទេពទឹកបានគិតថាខ្លួនឯងគ្មានប្រយោជន៍ហើយរ៉េអេកូបានយល់ស្របជាមួយនឹងនាងបានប្រាប់អាទិទេពទឹកឲ្យប្រគល់ទីក្រុងមួយនេះទៅឲ្យរាវជាមេរបស់នាងគ្រប់គ្រងជំនួសប៉ុន្តែរាវបានពន្យល់ថាវាមិនសំខាន់ទេថានាងធ្លាប់ជាអ្វីគាត់បានឆ្ងល់ថាតើនាងចង់ក្លាយជាអាទិទេពទឹកដែលបំផ្លាញទីក្រុងឬក៏ជាអាទិទេពទឹកដែលការពារវាគាត់បានប៉ះសក់នាងយ៉ាងទន់ភ្លន់ដែលធ្វើឲ្យរ៉េកូច្រណែនស្របពេលនោះបិសាចស៊ូបានផ្ទេរខ្លួនវាទៅកាន់រាវដែលគិតថាគាត់នឹងខ្លាំងក្លាបំផុតនៅពេលដែលគាត់បានគ្រប់គ្រងរាវបិសាចស៊ូបានបញ្ចុះបញ្ចូលឲ្យគាត់បង្ហាញពីធម្មជាតិអាក្រក់របស់គាត់ប៉ុន្តែវាមិនបានដំណើរការរាវគិតថាគាត់គ្រាន់តែឮសំឡេងដោយសារតែគាត់មានភាពតានតឹងរ៉េអេកូបានបញ្ជាក់ថានាងទីបំផុតបានយល់ពីអ្វីដែលគាត់ប្រាប់ឲ្យនាងបានចំណាយពេលជាមួយក្មេងៗនាងគិតថាគាត់ចង់ឲ្យនាងរៀនអំពីមនុស្សប៉ុន្តែនាងគិតថាពួកគេគ្មានសង្ឃឹមពីព្រោះពួកគេធ្វើតាមអាទិទេពទឹកមិនសមស្របនាងគិតថាពួកគេមិនសមនឹងត្រូវបានគ្រប់គ្រងដោយរាវនោះទេហើយបានប្រាប់គាត់ថាពួកគេគួរតែចាកចេញពីទីនេះរាវយល់ស្របជាមួយនឹងនាងពីព្រោះពួកគេបានធ្លាប់ធ្វើឲ្យខូចខាតទីក្រុងនេះពីមុនមកគាត់បានស្នើសុំឲ្យពួកគេគេចចេញប៉ុន្តែពួកគេត្រូវបានឃាត់ដោយពួកបរិស័ទដែលបានបញ្ឈប់ពួកគេនិងបានប្រាប់ថាក្មេងៗនៅទីនេះទាំងអស់កំពុងតែចាំមើលការសម្ដែងរបស់ពួកគេនៅក្នុងពិធីបុណ្យមួយនេះរាវបានយល់ព្រមអង្គុយហើយបានប្រាប់រ៉េអេកូថាដោយសារតែកិច្ចការគាត់មិនទាន់បញ្ចប់នៅទីនេះពួកគេគួរតែនៅសម្ដែងនៅទីនេះសិនស៊ូបានខិតខំស្វែងរកភាពងងឹតនៅក្នុងចិត្តរបស់រាវហើយគាត់គិតថារាវជាអ្នកខ្លាំងជាងគេដូច្នេះគាត់នឹងអាចធ្វើឲ្យមនុស្សគ្រប់គ្នាស្ដាប់តាមបញ្ជារបស់គាត់យើងឃើញក្មេងប្រុសម្នាក់ដែលមកពីគៀលអ្នកផ្សងព្រេងដែលបានសួរមនុស្សចាស់ម្នាក់ថាតើគាត់បានឃើញអ្វីដែលមិនប្រក្រតីនៅក្នុងទីនេះទេប៉ុន្តែគាត់បានកត់សម្គាល់ថាគាត់មិនឃើញមានអ្វីខុសប្លែកនោះទេក្មេងប្រុសនោះបានសួរគាត់អំពីផ្លូវដែលកំពុងតែជួសជុលនិងបានឆ្ងល់ថាតើមានអ្វីដែលកើតឡើងនៅទីនេះប៉ុន្តែមនុស្សចំណាស់នោះបានប្រាប់ក្មេងប្រុសនោះថាគាត់បានប្រទះឃើញក្មេងស្រីនិងសត្វចិញ្ចឹមរបស់គេបានចូលមកក្នុងនេះជាមួយគ្នាហើយពួកគេបានបំផ្លាញអគារពីរ3ដោយចៃដន្យក្មេងប្រុសនោះបានភ្ញាក់ផ្អើលក្រោយពីបានឮរឿងនេះគាត់បានសួរអំពីសត្វចម្លែកនោះដូច្នេះមនុស្សចំណាស់នោះបានចង្អុលទៅរកសត្វនាគប្រាក់ដែលគាត់បានបាត់បង់ស្មារតីរួចទៅហើយនៅពេលនេះគាត់មិនអាចសម្រេចចិត្តបានទេថាតើគាត់ជាសត្វដែលគួរឲ្យស្រឡាញ់ឬក៏ជាកងទ័ពរបស់ស្ដេចបិសាចមនុស្សចំណាស់នោះបានកត់សម្គាល់ថាគាត់កំពុងតែរៀបចំឆាកល្ខោនប៉ុន្តែក្មេងប្រុសម្នាក់នោះគិតថាមានអ្វីមិនត្រឹមត្រូវដូច្នេះគាត់ត្រូវតែរាយការណ៍ទៅគៀលក្រឡេកមកមើលអូតូដែលបន្តវឹកហាត់ក្រោមការណែនាំរបស់អេលៀនប៉ុន្តែពេលដែលពួកគេដឹងអំពីនាគនៅក្នុងទីក្រុងសេលៀននាងឆ្ងល់ថាតើអត្តសញ្ញាណពិតរបស់រ៉េត្រូវបានគេរកឃើញហើយមែនទេហើយនាងចង់ទៅពិនិត្យវាដោយខ្លួនឯងអូតូចង់ទៅជាមួយនាងប៉ុន្តែនាងបដិសេធគាត់ដោយប្រាប់គាត់ថាគាត់មិនទាន់ត្រៀមខ្លួនដើម្បីប្រឈមមុខជាមួយនឹងរាវនៅក្នុងពិធីបុណ្យនោះទេរ៉េក៏មានអារម្មណ៍ថាឃ្លានដូច្នេះនាងប្រាប់រាវអំពីការទិញអ្វីដែលនាងចង់បានគាត់សម្គាល់ឃើញថាវងជៀមកំពុងតែរីករាយជាមួយនឹងស្មៅស្រស់របស់ពួកគេដូច្នេះគាត់ប្រញាប់ចូលរួមជាមួយពួកវាប៉ុន្តែគាត់ដឹងច្បាស់ថាពួកគេបានបញ្ចប់រួចអស់ទៅហើយក្មេងស្រីម្នាក់បានសម្គាល់ឃើញគាត់ហើយនាងបានយកស្មៅឲ្យគាត់បរិភោគប៉ុន្តែរ៉េអេកូបានឃើញគាត់នៅទីនោះដូច្នេះគាត់ព្យាយាមបញ្ឆោតនាងដោយបង្កើតជាសម្លេងជៀមហើយវាពិតជាដំណើរការមែនដោយសារតែនាងបានយល់ច្រឡំថាគាត់គឺជាសត្វជៀមខណៈពេលដែលគាត់កំពុងតែធ្វើពុតជាសត្វជៀមស្មៅរបស់គាត់ត្រូវបានលួចដោយជៀមដទៃទៀតដូច្នេះគាត់បានចាប់ផ្ដើមខឹងស៊ូបានចាប់ផ្ដើមទាញប្រយោជន៍អំពីភាពខឹងរបស់គាត់ដោយធ្វើឲ្យគាត់ចងចាំពីបទពិសោធន៍ខ្មៅងងឹតរបស់គាត់កាលពីកន្លងមកហើយគាត់បានចាំពេលដែលគាត់ស៊ីផ្លែឈើទាំងអស់នៅលើដើមឈើទុកឲ្យអ្នកដទៃគ្មានអ្វីស៊ីគាត់ត្រូវបានគ្រប់គ្រងដោយភាពងងឹតហើយគាត់ចាប់ផ្ដើមវាយប្រហារឈាមប៉ុន្តែគាត់បានបញ្ចប់វាភ្លាមតែស៊ូបានខកចិត្តយ៉ាងខ្លាំងដោយសារតែគាត់បានបរាជ័យក្មេងស្រីនោះបានសម្គាល់ឃើញថាគាត់មិនអាចស៊ីស្មៅបាននោះទេដូច្នេះនាងបានផ្ដល់គំនិតដើម្បីស្នើសុំឲ្យនាគប្រាក់មកស៊ីស្មៅជាមួយគាត់ក្មេងស្រីនោះនាំរាវទៅរកនាគប្រាក់
ប្រាក់ដែលនៅតែបន្តឆ្កួតហើយនាងបានបញ្ជាក់ថាគាត់គឺជានាគដែលរ៉េអ៊ីកូនាំមកលេងជាមួយរ៉េវបានភ្ញាក់ផ្អើលព្រោះគាត់មិនបានរំពឹងថាគាត់នឹងឃើញសត្វនាគដូចគ្នានៅទីនេះនោះទេដូចនេះគាត់បានស្នើសុំឲ្យនាងចាកចេញខណៈពេលដែលគាត់មានរឿងសំខាន់ដើម្បីពិភាក្សាជាមួយមិត្តភ័ក្តិរបស់គាត់បន្ទាប់ពីក្មេងស្រីនោះបានចាកចេញទៅគាត់បានធ្វើការសុំទោសចំពោះនាគប្រាក់ចំពោះបញ្ហាដែលកូនសិស្សគាត់បានបង្កឡើងប៉ុន្តែនាគនោះបានចាប់ផ្ដើមលេងសើចជាមួយគាត់ដែលធ្វើឲ្យគាត់ដឹងថារ៉េអ៊ីកូបានផ្ដល់ឲ្យគាត់នូវការខូចខាតផ្លូវចិត្តខាងក្នុងកំឡុងពេលដែលនាងធ្វើអន្តរាគមន៍ចំពោះពួកគេបិសាចស៊ូបានផ្ទេរខ្លួនចូលទៅក្នុងនាគប្រាក់ហើយគាត់បានឆ្ងល់ថាតើគាត់អាចបណ្ដោយឲ្យមនុស្សមកបំផ្លាញសុខភាពផ្លូវចិត្តគាត់បានយ៉ាងដូចម្តេចស៊ូបានត្រួតត្រាលើភាពខ្មៅងងឹតក្នុងចិត្តរបស់នាគប្រាក់ហើយនាគប្រាក់បានព្យាយាមវាយប្រហាររាវហើយគាត់បានសម្គាល់ថានាគប្រាក់បានផ្លាស់ប្ដូរហើយគាត់ពិតជាចង់សម្លាប់រាវខ្លាំងមែនទែនហើយគាត់ហៀបនឹងវាយប្រហារទៅកាន់រាវដោយកម្លាំងយ៉ាងខ្លាំងរាវបានស្រែកសុំជំនួយពីរ៉េអ៊ីកូហើយនាងបានបញ្ញាប់មកជិតគាត់យ៉ាងលឿនដោយបានទាត់ទៅកាន់នាគប្រាក់មួយជើងនាងបានសុំទោសដែលនាងមកយឺតហើយស៊ូបានដឹងថានាងមានកម្លាំងអស្ចារ្យជាងគេនៅក្នុងទីក្រុងមួយនេះគាត់សង្ឃឹមថាគាត់នឹងអាចគ្រប់គ្រងនាងជំនួសសត្វនាគទាំងពីរនេះប៉ុន្តែគាត់បានកត់សម្គាល់ថាក្នុងអំឡុងពេលការវាយប្រហាររបស់នាងការតាក់ទងខ្លីពេកសម្រាប់គាត់ដើម្បីផ្ទេរចូលខ្លួនរបស់នាងស៊ូបានព្យាយាមវាយប្រហារនាងដោយក្តីស្រេកឃ្លានប៉ុន្តែគាត់ត្រូវបានបរាជ័យក្នុងការវាយឲ្យត្រូវនាងរាវបានក្រោកឈរឡើងហើយបានប្រាប់ទៅកាន់បិសាចស៊ូថាគាត់នឹងមិនអាចយកឈ្នះទៅកាន់រ៉េអ៊ីកូបាននោះទេរាវបានសូមអង្វរនាងដើម្បីកុំឲ្យពួកគេបំផ្លាញទីក្រុងមួយនេះប៉ុន្តែស៊ូបានប្រើនាគប្រាក់ដើម្បីជាផលប្រយោជន៍របស់គាត់បានផ្ទេរខ្លួនចូលទៅក្នុងខ្លួនរបស់រ៉េអ៊ីកូប៉ុន្តែភាពងងឹតនៅក្នុងចិត្តរបស់នាងខ្លាំងណាស់រហូតដល់ស៊ីអ្វីទាំងអស់រួមទាំងស៊ូផងដែរបន្ទាប់មកស៊ូបានឆ្ងល់ថាតើហេតុអ្វីបានជានាងស្ដាប់បង្គាប់របស់រាវទោះបីជានាងមានអំណាចខ្លាំងក្លាមហិមាក៏ដោយប៉ុន្តែស្រាប់តែពេលនោះនាងសុបិនអាក្រក់អំពីឪពុករបស់នាងស្របពេលនោះដែរនាងចាប់ផ្ដើមបាត់បង់ម្ចាស់ការលើខ្លួនឯងហើយរៀបនឹងបំផ្លាញអ្វីទាំងអស់នៅជុំវិញខ្លួនមិនលើកលែងសូម្បីតែរាវស្របពេលនោះដែរអែនបានមកដល់ភ្លាមហើយអែនបានដឹងថាការភ័យខ្លាចរបស់នាងជិតខ្លាចជាការពិតរួចទៅហើយព្រោះរ៉េអ៊ីកូបានផ្លាស់ប្ដូរទៅជាទម្រង់បិសាចពេញលក្ខណៈនាងពន្យល់ថារ៉េអ៊ីកូមានអំណាចពីបិសាចនៅក្នុងខ្លួនរបស់នាងប៉ុន្តែឆន្ទៈដ៏ខ្លាំងក្លាដែលចិញ្ចឹមចិត្តល្អរបស់នាងត្រូវបានចាក់សោឃុំកម្លាំងនោះទុកនាងគិតថាមាននរណាម្នាក់បានបំផ្លាញសោនោះហើយអនុញ្ញាតឲ្យអំណាចរបស់នាងគ្រប់គ្រងហើយបានផ្លាស់ប្ដូរនាងទៅជាមនុស្សដែលកំណាចពីធម្មជាតិរ៉េអ៊ីកូបាននិយាយថានាងនឹងសម្លាប់អាទិទេពទឹកដែលមិនគោរពមេរបស់នាងខណៈពេលនោះអេលៀនបាននិយាយថាពាក្យចចាមអារាមអំពីអាទិទេពនោះគឺជាការពិតនាងគិតថាអាទិទេពនឹងធ្វើដោយចេតនាដើម្បីរំខានរ៉េអ៊ីកូដើម្បីឲ្យនាងអាចមានការអត់ធ្មត់ក្នុងការបង្កសង្គ្រាមក្នុងទីក្រុងនេះនាងភ័យជាខ្លាំងហើយនាងបានសុំជំនួយដូច្នេះរាវបានធានាថាអែននឹងសង្គ្រោះពួកគេប៉ុន្តែនាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយការរត់គេចខ្លួនហើយបានប្រាប់ពួកគេថានាងមិនអាចប្រជែងជាមួយរ៉េអ៊ីកូបាននោះទេនាងក៏សម្គាល់ថានេះជាអ្វីដែលរាវចង់បានហើយគាត់យល់ស្របថារ៉េអ៊ីកូមិនត្រូវការគាត់ទៀតនោះទេប៉ុន្តែគាត់ឈប់រត់វិញភ្លាមព្រោះគាត់មិនចង់ចាកចេញពីនាងនោះទេខណៈរ៉េអ៊ីកូកំពុងតែត្រៀមថាមពលដ៏ខ្លាំងក្លាអរិយទឹកបានប្រាប់ឲ្យរាវឆាប់ធ្វើការរត់គេចខ្លួនតែគាត់នឹកឃើញពេលវេលាដែលគាត់បានចំណាយជាមួយនឹងរ៉េអ៊ីកូគាត់សម្រេចចិត្តចូលទៅសង្គ្រោះនាងគាត់បានដើរឆ្ពោះទៅរកនាងហើយបានគិតថានាងតែងតែការពារខ្លួនរបស់គាត់នៅពេលដែលមានគ្រោះថ្នាក់ប៉ុន្តែលើកនេះគាត់ចង់ផ្លាស់ប្ដូរមកជួយសង្គ្រោះនាងវិញម្ដងគាត់ត្រូវបានរងរបួសដោយការវាយប្រហាររបស់នាងហើយគាត់បានគិតថាអ្វីៗវាពិតជាខ្លាំងក្លាពេកហើយដូច្នេះគាត់បានសុំទោសចំពោះការបរាជ័យក្នុងការសង្គ្រោះនាងប៉ុន្តែគាត់មិនទាន់ស្លាប់នោះទេខណៈពេលនោះអែនបានដាស់គាត់ឡើងគាត់បានសួរអំពីរ៉េអ៊ីកូដូច្នេះនាងបានប្រាប់ថានាងមិនទាន់បានភ្ញាក់នោះទេប៉ុន្តែចេតនារបស់នាងគឺជាការសម្លាប់ខ្លាំងក្លាឡើងគ្រប់ពេលវេលាគាត់ឆ្ងល់ថាតើមានអ្វីផ្សេងដែលពួកគេអាចធ្វើបានក្រៅពីការរត់ហើយអែនបានបង្ហាញថានាងមានផែនការមួយដើម្បីសាកល្បងនាងលើកគាត់ឡើងហើយប្រើគាត់ជាខែដើម្បីការពារកាន់ការវាយប្រហាររបស់រ៉េអ៊ីកូនាងពន្យល់ថាការវាយប្រហាររបស់រ៉េអ៊ីកូមិនប៉ះពាល់ដល់គាត់នោះទេព្រោះទោះបីជានាងមានការផ្លាស់ប្ដូរទៅជាអាក្រក់ក៏នាងនៅតែការពារគាត់ដូចគ្នាគាត់សម្គាល់ឃើញថាវាមិនបានដោះស្រាយបញ្ហារបស់ពួកគេនោះទេ
ព្រោះនាងនៅតែមិនទាន់ដឹងខ្លួន ប៉ុន្តែ Anne បានមានផែនការថ្មីហើយបាននិយាយថាបើគាត់អាចទាក់ទងជាមួយ Reiko បាននោះគាត់ប្រហែលជាអាចដាស់នាង Reo បានសម្គាល់ឃើញថាអ្នកទាំងអស់គ្នាគ្រាន់តែមានជាទ្រឹស្ដីប៉ុន្តែ Anne លើកគាត់ឡើងហើយបានចោលគាត់ទៅរក Reiko ដែលកំពុងបាញ់គ្រាប់ថាមពលយក្សមកកាន់គាត់ ទោះបីជាការវាយប្រហាររបស់នាងមិនប៉ះពាល់គាត់ក៏ដោយប៉ុន្តែផែនការនោះមិនដំណើរការពីព្រោះគាត់បានត្រូវផាត់ចេញទៅឆ្ងាយដោយសារតែខ្នាតរបស់គាត់តូចពេក Reiko បានផ្លាស់ប្ដូររូបរាងកាយរបស់នាងហើយ Ren បានពន្យល់ថាពេលដែលការផ្លាស់ប្ដូរនោះត្រូវបានបញ្ចប់ពួកគេមិនអាចសង្គ្រោះនាងបានទៀតនោះទេ Reo បានគិតថាគាត់នឹងអាចសង្គ្រោះនាងបានហើយគាត់ត្រឡប់ទៅខ្នាតដើមរបស់គាត់វិញ Anne បានប្រាប់គាត់ថាវាមិនអាចដំណើរការបាននោះទេប៉ុន្តែវាពិបាកក្នុងការឈានដល់កម្រិតរបស់នាងព្រោះគាត់មិនអាចហោះបាននោះទេគាត់និយាយថាគាត់មានផែនការរួចទៅហើយបានប្រាប់នាងឲ្យជួយទៅរារាំង Reiko ខណៈពេលដែលគាត់កំពុងតែត្រៀមខ្លួនប៉ុន្តែនាងបានប្រាប់គាត់ឲ្យប្រើសេះរបស់នាងហើយគេចខ្លួនទៅបើសិនជាផែនការរបស់គាត់ត្រូវបានបរាជ័យគាត់ប្រាប់អាទិទេពទឹកឲ្យស្រូបយកកម្លាំងអវិជ្ជមានចេញពីគាត់ខណៈពេលដែល Ren កំពុងតែព្យាយាមប្រយុទ្ធជាមួយ Reiko ដើម្បីពន្យាពេលឲ្យគាត់ក្រោយត្រឡប់មកទំហំធម្មតារបស់គាត់វិញ Reo បានសម្គាល់ឃើញថាស្លាបនាគប្រាក់គឺជាអាវុធដ៏ល្អឥតខ្ចោះសម្រាប់គាត់ប្រើប្រាស់គាត់បានសុំជំនួយពីអាទិទេពទឹកហើយពួកគេបានបាញ់គាត់ទៅរក Reiko ដើម្បីបំផ្លាញថាមពលដែលរារាំងរបស់នាងហើយគាត់បានប្រើក្រញាំរបស់គាត់ដើម្បីវាយប្រហារឲ្យនាងដឹងខ្លួនឡើងវិញខណៈពេលនោះនាងបានចាំគ្រាមួយដែលនាងនិងឪពុកត្រូវបានគេចោទប្រកាន់ថាជាបិសាចដែលធ្វើពុតជាមនុស្សឪពុករបស់នាងជឿជាក់ថានាងគ្មានកំហុសហើយពេលនោះគាត់បានចងសក់ឲ្យនាងគាត់បានប្រាប់ថាជីវិតពោរពេញទៅដោយការយល់ច្រឡំប៉ុន្តែនាងនឹងស្វែងរកនរណាម្នាក់ដែលមានចិត្តល្អចំពោះនាងគាត់បានស្លាប់នៅក្នុងរង្វង់ដៃរបស់នាងហើយរ៉េក៏បានភ្ញាក់ឡើងជាមួយនឹងទឹកភ្នែកនាងនឹងថារ៉េវបានចងសក់ឲ្យនាងដូចទៅនឹងឪពុករបស់នាងដែលបានធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំងគាត់បានប្រាប់នាងថានាងបានបង្កភាពខូចខាតជាច្រើននៅក្នុងទីក្រុងមួយនេះដូច្នេះនាងត្រូវសុំទោសទៅអ្នកទាំងអស់គ្នាប៉ុន្តែអាទិទេពទឹកបានកត់សម្គាល់ថាទីក្រុងទាំងមូលមិនមានការខូចខាតឬក៏បំផ្លាញផ្នែកណាមួយនោះទេហើយពួកគេនៅតែអាចធ្វើពិធីបុណ្យតាមគម្រោងបានយ៉ាងធម្មតារាវដឹងថាមនុស្សមិនងាយចេញយ៉ាងងាយនោះទេហើយគាត់ដឹងថាវាជាអ្វីដែលគាត់មិនធ្លាប់ជួបប្រទះរយៈពេល 5000 ឆ្នាំកន្លងមកនេះនៅលើភ្នំគាត់ប្រាប់រ៉េអ៊ីកូឲ្យរីករាយជាមួយពិធីបុណ្យហើយនាងបញ្ជាក់ថានាងយល់ពីអ្វីដែលគាត់ចង់មានន័យនោះដោយនិយាយថានាងនឹងប្រកាសការគ្រប់គ្រងរបស់គាត់នៅលើទីក្រុងនេះក្នុងពិធីបុណ្យទាំងមូលក្រោយមកនៅពិធីបុណ្យអាទិទេពទឹកបានក្លាយជាចំណែកមួយហើយមនុស្សបានចាត់ទុកអែនជាវីរបុរសដើម្បីការពារពួកគេរាវបានសួររ៉េអ៊ីកូអំពីក្រវិលរបស់នាងព្រោះគាត់មិនធ្លាប់ឃើញនៅពេលដែលពួកគេជួបគ្នាលើកដំបូងដូច្នេះនាងបានប្រាប់គាត់ថាឪពុករបស់នាងបានផ្ដល់វាមកនាងប៉ុន្តែនាងបញ្ជាក់ថាគាត់នឹងយកទៅវិញបើសិនជានាងមិនចូលចិត្តប៉ុន្តែគាត់បានលើកទឹកចិត្តឲ្យនាងបន្តពាក់វាព្រោះវាអាចជួយគ្រប់គ្រងអារម្មណ៍របស់នាងបានសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះមកដល់ទីបញ្ចប់ជាចុងក្រោយ admin ចង់ជូនពរឲ្យអ្នកទាំងអស់គ្នារកទទួលទានមានបាននិងសុខភាពល្អជួបគ្នានៅវីដេអូក្រោយ